ភ្ញៀវជនជាតិអាមេរិកឈរជើងនៅលំដាប់លេខ1មកទស្សនៈរមណីយដ្ឋានអង្គរធ្វើឲ្យកម្ពុជារកចំណូលបានជាង$44 លាននៅក្នុងឆ្នាំ2025ក្នុងអំឡុងឆ្នាំ2025គ្រឹះស្ថានអង្គរសម្រេចបានប្រាក់ចំណូលសរុបជាង$44 លានពីការលក់សម្បត្តិចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរបរទេសប្រមាណជាង95,000 នាក់ទោះជាយ៉ាងណាចំនួនភ្ញៀវនេះបានថយចុះប្រមាណ 6.51% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ2024ព័ត៌មាននេះត្រូវបានបង្ហាញតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី1ខែមករាឆ្នាំ2026ក្រៅពីរមណីយដ្ឋានអង្គរការលក់សម្បត្តិចូលទស្សនារមណីយដ្ឋានកោះកែនៅក្នុងរយៈពេលឆ្នាំដូចគ្នាបានទទួលភ្ញៀវបរទេសលើសពី 20,000 នាក់និងបង្កើនចំណូលជាង$30,000ខណៈដែលការចូលទស្សនាប្រាសាទបឹងមាលាមានភ្ញៀវប្រមាណ 16,000 នាក់និងទទួលបានថវិកាជាង$16,000របាយការណ៍ដដែលបានបញ្ជាក់ថាភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកគឺជាក្រុមដែលមានចំនួនច្រើនជាងគេនៅក្នុងការចូលទស្សនារមណីយដ្ឋានទាំងនេះបន្ទាប់មកគឺភ្ញៀវមកពីចក្រភពអង់គ្លេសបារាំងចិនជប៉ុននិងអាល្លឺម៉ង់ជាមួយគ្នានេះផងដែរចំណូលដែលទទួលបានពីការលក់សម្បត្តិទាំងអស់ត្រូវបានបែងចែកឧបត្ថម្ភចូលមូលនិធិគុណភបុប្ផាកម្ពុជាចំនួនជាង$1.9 លានក្នុងអំឡុងពេល1ឆ្នាំកន្លងមកនេះដើម្បីគាំទ្រដល់វិស័យសុខាភិបាលកុមារនៅកម្ពុជា